របៀបដាក់លុយតាម ABA ឬក៏តាម AC ដែរឬក៏តាមវិញហ្នឹងទៅជាដំបូងនេះចូលមកកន្លែងចូលមក app របស់យើងហើយយើងចុចកន្លែង deposit ធម្មតាមកបន្តមកទៀតយើងនេះឃើញពាក្យថា local bank transfer ចុចពីលើវាប៉ក់មកកន្លែងនេះយើងដាក់ចំនួនទឹកប្រាក់ដែលយើងចង់ដាក់ចូលទេថាចង់ដាក់$20អញ្ចឹងទៅយើងដាក់មកកន្លែងនេះយើងជ្រើសរើសនេះប្រភេទbank ឥឡូវដាក់តាម ABA ចុច ABA មកព្រោះវា support 3មាន ABA AC ដែរនឹងវិញហើយបន្តមកនេះវាមិនកាត់ commission អីទេ$20 total មក20យើងចុច continue ទៀតមកនេះកន្លែងនេះយើងត្រូវបាញ់លុយទៅកាន់ឈ្មោះនេះ net Stockholm យើង copy លេខគណនីរបស់គេមកបន្ទាប់មកយើងចូលទៅ transfer បាញ់លុយធម្មតាមកឧទាហរណ៍តែនៅក្នុង ABA យើងថតបានទេយើងចូលទៅបាញ់លុយហើយបន្ទាប់មកយើងផ្ទៀងផ្ទាត់ជាមួយនឹងឈ្មោះនេះមកត្រូវដូចគ្នាអត់បន្ទាប់មកទៀតយើងធ្វើការថតរូបពេលដែលយើង transfer ឲ្យគេហើយយើងបាញ់លុយឲ្យគេហើយយើងចុចស្វែងរកយើងចុច upload មកហើយកន្លែងនេះដាក់ឈ្មោះធនាគាររបស់យើងឈ្មោះកង់ដែលយើងបាញ់ណាឈ្មោះកង់ដែលយើងបាញ់យើងមានហើយយើងដាក់ឈ្មោះយើងមកបន្ទាប់មកទៀតនេះកន្លែងនេះ sorry កន្លែងនេះដាក់ឈ្មោះធនាគារ ABA ដដែលមក ABA អញ្ចឹងមកកន្លែងនេះឈ្មោះអ្នកផ្ញើឈ្មោះរបស់យើងនៅក្នុងលេខគណនីរបស់យើងហ្នឹងឈ្មោះដាក់មកបន្ទាប់មកកន្លែងនេះលេខពេលលុយរបស់យើងដូច009 424អីអញ្ចឹងទៅហើយ3លេខទៀតអីអញ្ចឹងទៅប្រហែលខ្ទង់នៅលេខទាំងអស់គ្នាហ្នឹងជាមួយខ្ញុំមើលABA number account រូបភាពព្រោះនៅក្នុង ABA យើងអាចចូលបានទេអូយអត់មានទៀតនេះនៅកន្លែងនេះwait នេះកន្លែង saving account បើយើងដាក់ថា saving account យើងត្រូវបំពេញកន្លែងនេះ saving account ដែរហើយលេខអ្នកន័យនេះលេខនៅខាងក្រោមនេះអូ shit លេខនៅខាងក្រោម saving account ហ្នឹងយើងដាក់លេខហ្នឹងមកតែប៉ុណ្្នឹងមកយើងធ្វើការចុចបញ្ជាក់ទៅមកស្ទុះហើយលុយនឹងលោតចូលមកកង់យើងហើយពេលខ្លះគ្រាន់តែយើងបាញ់លុយហើយប្រហែលជា1នាទីក្រោយលុយចូលកង់យើងដោយបាច់ចាំពេញ form នេះក៏បានដែរ